បរិសុទ្ធដែលស្រឡាញ់អ្នកពិតប្រាកដហើយមានភាពចាស់ទុំនិងមានភាពជាកូនប្រុសគ្រប់គ្រាន់គាត់នឹងចេះស្កប់ស្កល់ហើយគាត់នឹងរក្សាភាពស្មោះត្រង់ទៅកាន់មនុស្សដែលគាត់ស្រឡាញ់វាគឺជាការគោរពការឲ្យតម្លៃទៅកាន់មនុស្សដែលគាត់ស្រឡាញ់គាត់គ្មានពេលយកភ្នែកទៅមើលស្រីផ្សេងឬក៏ប្រាថ្នានៅចុងក្បាលគេឡើយសូម្បីតែគិតព្រោះគាត់កំពុងតែរវល់រកវិធីស្រឡាញ់មនុស្សស្រីដែលគាត់ស្រឡាញ់ឲ្យកាន់តែច្រើនឡើងហើយព្យាយាមធ្វើខ្លួនឲ្យប្រសើរឡើងដើម្បីមានអនាគតជាមួយនឹងមនុស្សដែលគាត់ស្រឡាញ់ពិតប្រាកដ